វីដេអូនេះគឺខ្ញុំមកបញ្យល់អំពីការគ្រប់គ្រងបញ្ជីឱសថជាដំបូងយើងត្រូវចូលមកកាន់ Medicine List ហើយកន្លែងនេះយើងអាចស្វែងរកថ្នាំដែលមាននៅក្នុងបញ្ជីថ្នាំស្រាប់ប្រសិនបើមិនទាន់មានយើងអាចបន្ថែមឱសថថ្មីបានសូមចុចពាក្យថា Add Medicine យើងអាចយកព័ត៌មានឱសថដែលមានស្រាប់ឬក៏បង្កើតព័ត៌មានឱសថដោយខ្លួនឯងក៏បានគ្រាន់តែបញ្ចូលរូបភាពឈ្មោះឱសថកម្រិតឱសថលេខបាកូដនិងព័ត៌មានផ្សេងៗរបស់ឱសថរួចត្រូវបញ្ជាក់ថាចំនួនគ្រាប់និងអំពូលនៅក្នុងមួយប្រអប់ឬមួយដបហើយយើងអាចបន្ថែមឬកំណត់ឯកតានិងតម្លៃទៅតាមបន្ទះគ្រាប់ហើយនិងប្រអប់កន្លែងនេះគឺជាកន្លែងដែលផ្ដល់នូវព័ត៌មានដែលមានបញ្ហាហើយកន្លែងនេះយើងអាចទៅមើលព័ត៌មានលម្អិតរបស់ឱសថម្ដងទៀតបានបន្ទាប់មកកន្លែងនេះគឺជាកន្លែងដែលបន្ថែមស្តុកនិងកែស្តុករបស់ឱសថត្រង់ចំណុចនេះគឺជាកន្លែងដែលបង្កើតនិងកែរង្វាស់ឯកតារបស់ឱសថម្ដងទៀតកន្លែងនេះយើងអាចកំណត់នៅក្នុងការបង្ហាញការស្វែងរកនិងតម្លៃទៅកាន់អតិថិជនអនឡាញរួចចំណុចនេះយើងអាចកែប្រែព័ត៌មានរបស់ឱសថម្ដងទៀតបាននិងចំណុចចុងក្រោយយើងអាចលុបឱសថចេញពីបញ្ជីថ្នាំ